challenge ថ្មីបាទគេបង្កើត challenge ថ្មីឲ្យយើងណាអញ្ចឹង challenge ថ្មីនេះគឺគេតម្រូវឲ្យយើងនឹងផុសបាទផុសរយៈពេល28ថ្ងៃហ្នឹងឲ្យបាន reach នោះគឺ300,000 view បាទបានន័យថា 300,000 view បាទអញ្ចឹងក្នុងរយៈពេល28ថ្ងៃបើសិនជាយើងធ្វើបានគេនឹងទម្លាក់បើកនេះ CM នេះបាទ content monetize បាទសម្រាប់ពេលវេលានេះយើងគួរតែចាប់ផ្ដើមធ្វើទៅគឺយើងចន់វាទៅបាទនេះចន់ challenge ហ្នឹងទៅបាទហើយយើងបើកទៅ view ទៅនេះគេឲ្យយើងមកកើតផុសបាទតែចាំ28ថ្ងៃបាទនេះគេដាក់ថ្ងៃឲ្យទៀត19មិថុនានេះដល់ថ្ងៃ17ខែកក្កដាបាទអញ្ចឹង challenge គេនឹងចប់ហើយអញ្ចឹងក្នុងរយៈពេលនេះយើងខិតខំទាំងអស់គ្នាទៅ